ឥឡូវហ្នឹងជំងឺអត់ឆ្លងកើតច្រើនខ្លាំងមែនទែនជំងឺអត់ឆ្លងមានដូចជាជំងឺទំនោរផ្អែមជំងឺលើសស្ពាតឈាមជំងឺតម្រងនោមជំងឺបេះដូងហើយនិងជំងឺមហារីកអីជាដើមហ្នឹងគឺកើតច្រើនខ្លាំងមែនទែនឥឡូវហ្នឹងហើយជំងឺហ្នឹងវាកើតអត់រើសវ័យទេវ័យណាក៏អាចកើតបានដែរអត់តែយើងមិនប្រយ័ត្នហើយជួនទៅដូចខ្ញុំសង្កេតឃើញជំងឺជាពិសេសជំងឺទំនោរផ្អែមហើយនិងជំងឺលើសស្ពាតឈាមចាប់ផ្ដើមកើតតែពីមុនណាយើងសង្កេតឃើញថាពីចឹងជំងឺហ្នឹងកើតទៅលើនៅវ័យចំណាស់ចាប់ពីអាយុ60ឡើងគឺកើតជំងឺពីចឹងគឺកើតជំងឺហ្នឹងប៉ុន្តែសម័យនេះអត់ទេអ្នកនរគ្នាចូលវ័យ30 40 40ក្រាស់ហ្នឹងគឺសម្បូរមែនទែនសឹងថាអ្នកនរគ្នាណាគេដែលថាកិច្ចនៃជំងឺទំនោរផ្អែមនិងជំងឺលើសស្ពាតឈាមហ្នឹងបានសឹងតែគ្រប់គ្នាហ្មងច្រើនហើយជំងឺហ្នឹងវាកើតឡើងវាមានកត្តារួមផ្សំច្រើនហើយកត្តាដែលធំជាងគេហ្នឹងគឺតកតងទៅនឹងសកម្មភាពរស់នៅប្រចាំថ្ងៃហើយនិងរបបអាហាររស់នៅប្រចាំថ្ងៃអ្នកទាំងគ្នាដឹងថាអាហាររស់នៅប្រចាំថ្ងៃគឺសម្បូរសារជាតិគីមីច្រើនហើយប្រជាជនយើងហ្នឹងគឺរបស់វាសម្បូរបែបហូបច្រើនប៉ុន្តែអាសកម្មភាពរស់នៅប្រចាំថ្ងៃហ្នឹងគឺអត់សូវមានអញ្ចឹងហើយវាអាចបង្កជាជំងឺផ្សេងហើយតកតងទៅនឹងអាហារប្រចាំថ្ងៃខ្ញុំសង្កេតឃើញអាហារមួយដែលវាមានភាគរយខ្ពស់ផ្ទុកនៅសារជាតិគីមីអ្នកនរគ្នាអត់សូវចាប់អារម្មណ៍ទេគឺប្រហិតអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាហូបនៅប្រហិតដែលមានប្រភពត្រឹមត្រូវដែលមានការផលិតមកត្រឹមត្រូវមានការត្រួតពិនិត្យហើយអ្នកផលិតហ្នឹងគេមានគុណធម៌គេមានផ្ទុកនៅសារជាតិហ្នឹងទេគេផលិតមកគឺល្អអាហ្នឹងយើងហូបទៅសុវត្ថិភាពប៉ុន្តែបើប្រហិតនាំចូលប្រហិតដែលផលិតមកអត់មានការត្រួតពិនិត្យត្រឹមត្រូវអត់មានស្តង់ដារអនាម័យត្រឹមត្រូវភាគច្រើនគឺគេមានលាយនៅសារជាតិគីមីមួយយ៉ាងដែលមានឈ្មោះថាសារជាតិបូរ៉ាអាសារជាតិបូរ៉ាហ្នឹងវាទៅជួយរក្សាសាច់ប្រហិតហ្នឹងកុំឲ្យខូចហើយធ្វើឲ្យសាច់ប្រហិតហ្នឹងវាស្វិតបានល្អហើយសារជាតិបូរ៉ាហ្នឹងអ្នកនរគ្នាកណាដែលយើងលេបចូលទៅក្នុងពោះគឺវាប៉ះពាល់ខ្លាំងមែនទែនវាបង្កជាជំងឺផ្សេងជាពិសេសជាជំងឺមហារីកជំងឺកាពះអាវៀននិងជំងឺផ្សេងទៀតវាអាចកើតមានហើយប្រហិតហ្នឹងគឺប្រជាជនខ្មែរយើងគឺពេញនិយមខ្លាំងមែនទែនសម្បូរអ្នកហូបច្រើនមែនទែនហើយសម្បូរអ្នកចូលចិត្តទៀតសម្រាប់តែខ្ញុំក៏ចូលចិត្តប្រហិតដែរប៉ុន្តែខ្ញុំមានលីមីតរបស់ខ្ញុំមួយឆ្នាំមិនអាចថាហូបពីរដងពីរដងហើយហូបនៅក្នុងកម្រិតដែលត្រូវប្រុងប្រយ័ត្នទៀតតក៏នៅចាំបាច់ខ្លាំងថាយើងឃ្លានខ្លាំងបានហូបហើយហូបក្នុងប្រមាណតិចតួចទៀតហើយយើងមកប្រភពទៀតដូច្នេះហើយការហូបចុះត្រូវប្រយ័ត្នហើយសកម្មភាពរស់នៅប្រចាំថ្ងៃគឺយើងព្យាយាមប្រទម្លាប់សម្រាប់តែខ្ញុំហ្នឹងក៏ព្យាយាមតិចតួចដែរប៉ុន្តែតែថាពេលខ្លះទៅយើងក៏ចិត្តផុតដូចជាអាហារហ្នឹងពេលខ្លះហ្នឹងប្រើប្រាស់ថង់ប្លាស្ទិកហ្នឹងនេះជាអត់ផុតណាពេលខ្លះយើងប្រើបដូរមានកតោមានដាក់តាមខ្លួនទៅប៉ុន្តែពេលខ្លះហ្នឹងវាយើងក៏ចិត្តផុតតែប្រើតែព្យាយាមកាត់បន្ថយកាន់តែច្រើនកាន់តែល្អ